ตาสำนักคือเจียไว้ពេលខ្លះយើងចង់បានលាភផលដោយមិនបាច់ខំឧទាហរណ៍លេងហ្គេមស៊ីលុយអនឡាញ gambling ឬក៏រងចាំឆ្នោតត្រូវពាក្យថាកុំរំពឹងសំណាងគឺចង់ប្រាប់ថាកុំលះបង់ពេលវេលារបស់យើងដើម្បីរឿងដែលមិនច្បាស់លាស់ត្រូវតែខិតខំទើបជាសំណាងពិតតើវាសនាគឺជាអ្វីគឺជាជំនឿថាអ្វីត្រូវបានកំណត់រួចហើយឧទាហរណ៍ខ្ញុំប្រឡងធ្លាក់ព្រោះវាសនាមិនឲ្យខ្ញុំរៀនបានខ្ពស់កុំអាងវាសនាគឺចង់ប្រាប់ថាកុំយកវាសនាមកធ្វើជាលេសសម្រាប់ភាពខ្ជិលរបស់យើងបើខំរៀននោះលទ្ធផលល្អនឹងកើតឡើងយើងជាអ្នកសរសេរវាសនារបស់យើងតើឃ្លាកុំពឹងអ្នកណាក្រៅពីខ្លួនឯងមានន័យដូចម្ដេចមិនមែនមានន័យថាមិនបាច់សួរគ្រូមិនបាច់ពឹងឪពុកម្ដាយទេតែវាមានន័យថាកុំពឹងលើគេទាំងស្រុងរហូតដល់ភ្លេចអភិវឌ្ឍខ្លួនឯងមិត្តភ័ក្តិឬឪពុកម្ដាយអាចជួយបានតែពេលខ្លះតែប៉ុណ្ណោះពេលយើងនៅម្នាក់ឯងគឺមានតែចំណេះដឹងនិងសមត្ថភាពរបស់យើងប៉ុណ្ណោះដែលជួយយើងបាននៅក្នុងយុគសម័យបច្ចេកវិទ្យាសិស្សខ្លះពឹងលើ Google ឬក៏ AI ដើម្បីធ្វើកិច្ចការផ្ទះគ្រប់យ៉ាង AI អាចជាជំនួយប៉ុន្តែមិនមែនជាខួរក្បាលរបស់យើងទេបើពឹងលើគេច្រើនពេកពេលប្រឡងធំឬក៏ពេលចេញទៅធ្វើការគឺយើងនឹងធ្វើអ្វីមិនកើតសោះឡើយដូចជាក្នុងរឿងបុរាណតួអង្គដែលឆ្លាតវៃនិងពឹងលើប្រាជ្ញារបស់ខ្លួនតែងតែទទួលបានជោគជ័យចំណែកឯតួអង្គដែលចាំតែគេជួយគឺតែងជួបបញ្ហាឈប់រងចាំអ្នកដទៃជំរុញរងចាំដល់មានអារម្មណ៍ចង់រៀនសិនត្រូវចាប់ធ្វើកិច្ចការរៀនបន្ថែមឲ្យខ្លួនឯងភ្លាមកុំខ្លាចប្រឡងធ្លាក់ឬក៏ធ្វើខុសនៅពេលយើងធ្វើខុសគឺយើងរៀនបានមេរៀនកុំបន្ទោសអ្នកដទៃតែត្រូវមើលមកខ្លួនឯងថាតើខ្ញុំត្រូវកែលម្អអ្វីប្រើទូរស័ព្ទដើម្បីរៀនជំនាញថ្មីដូចជាកាត់តវីដេអូរៀនភាសាអង់គ្លេសឬក៏រៀន Excel ជំនាញទាំងនេះគឺជាទ្រព្យសម្បត្តិដែលគ្មាននរណាអាចលួចពីយើងបានឡើយមេរៀនថ្ងៃនេះគឺច្បាស់ណាស់បងប្អូនទាំងអស់គ្នាគឺជាអ្នកដឹកនាំជីវិតរបស់ខ្លួនឯងត្រូវជឿជាក់លើកម្លាំងនិងចំណេះដឹងរបស់ខ្លួនឯងសូមអរគុណសម្រាប់ការតាមដានសូមចុច like និង subscribe ដើម្បីរៀនមេរៀនជីវិតថ្មីរៀនជាមួយខ្ញុំកូនជឿនសូមជម្រាបលា